អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrew នៅថ្ងៃទី6 ខែសីហា 2026 បានបញ្ចេញមតិតបតនឹងរដ្ឋាភិបាលថៃដែលចោទលោក Tom Andrew ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃតែបើតាមការអ្នករាយការណ៍ពិសេសរូបនេះពីថ្ងៃមុននឹងចេញរបាយការណ៍លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធទៅនឹងចំនួនព្រំដែនកម្ពុជាថៃទៅរដ្ឋាភិបាលថៃដែរតែរដ្ឋាភិបាលថៃទីក្រុងបាងកកនឹងមិនបានឆ្លើយតបអ្វីទាំងអស់ហើយអ្វីបានជាភាគីថៃសម្ដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហេតុអីបើបានអ្នកនាំអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគឺបានផ្ញើសំណើឯកសារនឹងទៅឲ្យផ្ញើរបាយការណ៍នឹងពង្រៀងឯកសារជារបាយការណ៍នឹងទៅឲ្យរដ្ឋាភិបាលថៃប៉ុន្តែរដ្ឋាភិបាលថៃមិនឆ្លើយតបក្រសួងការបរទេសថៃនៅថ្ងៃទី1ខែសីហាឆ្នាំ2026បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជាថាមានភាពលំអៀងនិងមិនចុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃចំនួនព្រំដែនកម្ពុជាថៃប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោក Tom Andrew បាននិយាយអំឡុងពេលបញ្ចប់បេសកកម្មរបស់ខ្លួនដោយទាមទារភាគីថៃគោរពច្បាប់អន្តរជាតិអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាជាង 20,000 នាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាពសួស្តីបងប្អូនទាំងគ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយដំណើរអូខេសួស្តីបងប្អូនឥឡូវខ្ញុំមានព័ត៌មានថ្មីចំនួន3ហើយព័ត៌មាននេះដែរគឺនិយាយពីប្រទេសថៃហើយបងប្អូនប្រហែលជាដឹងហើយថាថៃកំពុងជួបវិបត្តិអ្វីហើយមានអ្វីកើតឡើងនៅក្នុងប្រទេសថៃនៅពេលបច្ចុប្បន្ននេះអញ្ចឹងកុំឲ្យខាតយើងចូលទៅមើលទាំងអស់គ្នាតែម្ដងទៅចំណងជើងទី1ខ្ញុំដកស្រង់កាសែតក្នុងស្រុកដាក់ថាវិស័យទេសចរថៃនឹងរងគ្រោះដោយសារតែចំនួនតាមព្រំដែនជាមួយកម្ពុជានេះគឺជារឿងរ៉ាវមួយដែលវាអាចកើតឡើងនៅក្នុងប្រទេសថៃគឺដោយសារតែថៃបង្កចំនួនជាមួយកម្ពុជាទី2ដាក់ថាអគ្គលេខាធិការ UN ឬហៅថាអង្គការសហប្រជាជាតិជន់ស្លូតត្រង់ជាអ្នករងគ្រោះខ្លាំងបំផុតក្នុងចំនួនព្រំដែនកម្ពុជាថៃអញ្ចឹងអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថាជនស្លូតត្រង់គឺជាអ្នកដែលរងគ្រោះខ្លាំងបំផុតក្នុងការមានចំនួនព្រំដែនកម្ពុជាថៃហ្នឹងអញ្ចឹងអ្នកដែលមានបញ្ហាគឺជនស្លូតត្រង់ហ្នឹងឯងជនស្លូតត្រង់ជានរណាគឺប្រជាពលរដ្ឋហ្នឹងឯងទី3ដាក់ថាហេតុអ្វីថៃប្រតិកម្មនឹងរបាយការណ៍របស់ UN ជំវិញចំនួនព្រំដែនកម្ពុជានិងថៃហេតុអីសំណួរគឺថាហេតុអីបានជាថៃនឹងឯងប្រតិកម្មទៅនឹងរបាយការណ៍អង្គការសហប្រជាជាតិការដែលលោក Tom Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានធ្វើរបាយការណ៍ហ្នឹងបាននិយាយពីរបាយការណ៍ហ្នឹងគឺធ្វើឲ្យថៃនឹងឯងមានការអត់សប្បាយចិត្តអូខេយើងចូលទៅមើលខ្លឹមសារមួយទាំងអស់គ្នាគេដាក់ថាទីក្រុងបាងកកឧស្សាហកម្មទេសចររបស់ប្រទេសថៃកំពុងត្រៀមប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចខណៈដែលចំនួនឡើងវិញជាមួយកម្ពុជាបានរំខានដល់រដូវកាលទេសចរដ៏សំខាន់របស់ថៃដោយបណ្ដាអាជីវកម្មក្នុងស្រុកបានព្រមានអំពីការខាតបង់កាន់តែធ្ងន់ធ្ងរស្របពេលមានការព្រមានការធ្វើដំណើរដោយប្រទេសមួយចំនួននេះបើតាមប្រភពពីកាសែតថៃកៅសុតចេញផ្សាយនៅថ្ងៃទី11ខែធ្នូឆ្នាំ2025នេះគឺព័ត៌មាននេះគឺនិយាយទៅអាចតែចេញយូរតិចប៉ុន្តែវាស្ដែងឲ្យឃើញថាប្រទេសថៃកំពុងតែប្រឈមជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចខណៈដែលប្រទេសនឹងឯងបានបង្កចំនួនជាមួយកម្ពុជាចំនួនព្រំដែនបានបង្ខំឲ្យបិទចំណុចត្រួតពិនិត្យពាណិជ្ជកម្មសំខាន់និងជំរុញឲ្យជំនះប្រជាជននៅតាមព្រំដែនដោយបង្កើនការព្រួយបារម្ភអំពីទាំងប្រាក់ចំណូលទេសចរភ្លាមនិងទំនុកចិត្តអ្នកវិនិយោគរយៈពេលវែង
ចឹងឃើញទេវាមានបញ្ហាប៉ះពាល់ដល់ប្រទេសគឺដោយសារតែរឿងបង្កើតឡើងដោយខ្លួនឯងនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវរៈកុលបានបដិសេធការចរចាជាមួយកម្ពុជាដោយទទួលបានការសរសើរពីក្រមជ្រុលនិយមប៉ុន្តែការព្រួយបារម្ភពីសហគមន៍អាជីវកម្មកាន់តែខ្លាំងឡើងខណៈដែលអំពើហិង្សាកើតឡើងអំឡុងពេលប្រទេសគួរតែរកប្រាក់ចំណេញបានច្រើនបំផុតពីឧស្សាហកម្មទេសចរណ៍អញ្ចឹងរឿងទាំងអស់ដែលកើតឡើងដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងតែដុនដាបគឺដោយសារតែថៃបង្កដោយខ្លួនឯងគឺព្យាយាមបង្កចំនួនជាមួយកម្ពុជាលោកវិជ្ជបណ្ឌិតភីផាតលឿងណារូមីឆៃប្រធានសេដ្ឋកិច្ចពិទូក្រុមហ៊ុនខៃណាខិន Patra Financial Group បានលើកឡើងថាទឹកជំនន់និងការប៉ះទង្គិចគ្នាកំពុងកើតឡើងនៅពេលរដូវកាលទេសចរដ៏មមាញឹកដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទេសចរក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃប្រទេសកម្ពុជាមានចំណែក2ទៅ3%នៃការនាំចេញសរុបរបស់ប្រទេសថៃដោយប្រហែលជា70%ដឹកជញ្ជូនឆ្លងកាត់ព្រំដែនគោកប៉ុន្តែឥឡូវនេះត្រូវបានបិទទ្វារទាំងស្រុងដោយចំនួនមជ្ឈមណ្ឌលស្រាវជ្រាវថៃកាស៊ីខនបានប៉ាន់ប្រមាណថាចំនួនអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបប្រមាណជា 0.4% បើវាបន្តរហូតដល់ឆ្នាំ2026នេះគឺជាការលើកឡើងការដែលធ្លាប់តែដឹកទំនិញឆ្លងកាត់ប្រទេសហ្នឹងគឺដងឆ្លងកាត់តាមផ្លូវគោកហ្នឹងគឺខ្ទង់ 70% ប៉ុន្តែឥឡូវមិនដែរគឺលែងហើយខេត្តជាប់ព្រំដែនប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតជាក់ស្ដែងខេត្តត្រាតមានកោះរមណីយដ្ឋានដ៏ពេញនិយមចំនួន3ដែលឈានដល់ចំណែក 90% នៃការទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្តនោះប៉ុន្តែបណ្ដាប្រតិបត្តិការបានរាយការណ៍ថាភ្ញៀវទេសចរបរទេសកំពុងតែរារែកដោយគិតអំពីសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីសហរដ្ឋអាមេរិកបានចេញនៅការជូនដំណឹងអំពីការហាម5ធ្វើដំណើរសម្រាប់តំបន់ក្នុងរង្វង់40គីឡូម៉ែត្រពីព្រំដែនហើយនេះស្ថិតផលប៉ះពាល់នេះបើនិយាយនៅក្នុងប្រវត្តិសាស្ត្រមួយគេនិយាយអំពីផលវិបាកនៃសង្គ្រាមគឺធ្វើឲ្យវាបាត់បង់ច្រើនណាស់ហើយក្នុងចំណុចមួយដែលខ្ញុំលើកនៅក្នុងចំណុចនេះគឺគេនិយាយពីការប៉ះពាល់ទៅលើសេដ្ឋកិច្ចហើយមួយទៀតគឺប៉ះពាល់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋលោកស័ក្តិសិទ្ធិម៉ុងកានទីប្រឹក្សានៃក្រុមប្រឹក្សាឧស្សាហកម្មទេសចរខេត្តត្រាតបានថ្លែងថារដ្ឋបាលខេត្តត្រូវរងចាំរហូតដល់ប្រហែលជាថ្ងៃទី20ខែធ្នូដើម្បីវាស់ស្ទង់ផលប៉ះពាល់ពិតប្រាកដលើការលុបចោលការធ្វើដំណើរបើតាមលោកសោមឆាតពួងការប៉ាណាកៃប្រធានសភាពាណិជ្ជកម្មភាគឦសានថាតំបន់ព្រំដែនភាគឥសានប្រឈមនឹងភាពតានតឹងបន្ថែមខណៈដែលបណ្ដាអាជីវកម្មខ្នាតតូចដែលត្រៀមខ្លួនជាស្រេចសម្រាប់ការប្រារព្ធពិធីចូលឆ្នាំសកលឥឡូវនេះព្រួយបារម្ភអំពីការខាតបង់ប្រសិនបើចំនួននៅតែបន្តប្រសិនបើចំនួននៅតែបន្តហ្នឹងគឺធ្វើឲ្យអាជីវកម្មខ្នាតតូចហ្នឹងឯងគឺនឹងរងផលប៉ះពាល់ខ្លាំងជាងគេយ៉ាងណាមិញវិធានការសង្គ្រោះដែលត្រូវបានស្នើឡើងសម្រាប់ខេត្តជាប់ព្រំដែនទាំង7របស់ថៃរួមមានទាំងការកាត់បន្ថយពន្ធនិងការជំរុញទេសចរនៅតែមិនទាន់បានអនុវត្តបន្ទាប់ពីជាប់គៀងអំឡុងពេលផ្លាស់ប្ដូររដ្ឋាភិបាលថ្មីថៃនិងវិបត្តិទឹកជំនន់នេះគឺប្រភពព័ត៌មាននេះក៏ដកចេញពីកាសែតរបស់ថៃគឺកាសែតកៅសុតគេហ្នឹងទី2អគ្គលេខាធិការអង្គការសហប្រជាជាតិអាតណយកេសឈឺបានលើកឡើងពីកង្វល់របស់កម្ពុជានៅ
សមភាគីថៃហើយចង់បានដំណោះស្រាយចំពោះចំនួនព្រំដែននេះព្រោះនៅទីបញ្ចប់នៃសង្គ្រាមមានតែប្រជាជនស្លូតត្រង់ទេដែលជាអ្នករងទុក្ខនេះបើតាមខ្លឹមសារក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោកប្រាក់សុខុននិងលោកអាតេណយកាឆើអំឡុងពេលនៃការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី26ខែកញ្ញាឆ្នាំ2025នៅក្នុងជំនួបទ្វេភាគីនោះលោកអាតេណយកាថេរ៉េសបានដាក់ក្តីសង្ឃឹមយ៉ាងមុតមមចំពោះប្រទេសកម្ពុជានិងថៃថាភាគីទាំងពីរអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនាគ្នានិងការបដិញ្ញាចិត្តទៅវិញទៅមកមួយវិញទៀតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏បានបញ្ជាក់ថាលោកបានលើកឡើងពីទុក្ខលំបាករបស់កម្ពុជាទៅកាន់សមភាគីឲ្យបានដឹងនិងចង់បានដំណោះស្រាយចំពោះចំនួនព្រំដែនមួយនេះចំពោះលោកអាតូណយកាថារ៉េសនៅទីបញ្ចប់នៃចំនួនព្រំដែនកម្ពុជាថៃគឺមានតែប្រជាជនស្លូតត្រង់ប៉ុណ្ណោះដែលជាអ្នករងគ្រោះនេះគឺជាការពិតអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋឬក៏ប្រជាជនដែលស្លូតត្រង់នឹងឯងលោកប្រាក់សុខុនប្រមុខការទូតកម្ពុជាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការដឹងគុណចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានបន្តចូលរួមគាំទ្រដល់ការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជម្លោះព្រំដែនកម្ពុជាថៃកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍រួមរបស់លោកអាតូណយកាឆើថាជាចំណុចវិជ្ជមានដែលអំពាវនាវឲ្យភាគីថៃទាំងសងខាងឈប់ប្រើប្រាស់កម្លាំងប្រដាប់អាវុធដាក់គ្នាជាថ្មីម្ដងទៀតលោកប្រាក់សុខុនបានបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិថាកម្ពុជានឹងនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តនិងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡើងវិញនេះគឺជាការបដិញ្ញារបស់កម្ពុជាថានឹងធ្វើម៉េចដើម្បីកាត់បន្ថយនៅភាពតានតឹងហើយបង្កើតនៅទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីឲ្យប្រទេសទាំងពីរនឹងឯងគឺបាត់ឬក៏រំសាយនៅភាពគេហៅថាភាពឆ្លោះប្រកែកគ្នាឬក៏ភាពតឹងសរសៃកដាក់គ្នាទន្ទឹមនឹងនេះប្រមុខការទូតកម្ពុជាក៏មិនភ្លេចបញ្ជាក់ដែរថាកម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយនោះទេបើទោះបីជាប្រទេសនោះតូចជាងខ្លួនក៏ដោយព្រោះថាអ្វីដែលកម្ពុជាចង់បានគឺសន្តិភាពតាមលោកប្រាក់សុខុនកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់3ទសវត្សរ៍រួចមកហើយនឹងបានយល់ច្បាស់អំពីសោកនាដកម្មដែលបានកើតឡើងចំពោះប្រទេសកម្ពុជាដូចយ៉ាងអំពើប្រល័យពូជសាសន៍បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បង្ហាញពីការតាំងចិត្តរបស់កម្ពុជាក្នុងការបន្តផ្ដល់ការរួមចំណែកយ៉ាងសកម្មដល់ដំណើរការថែរក្សាសន្តិភាពសកលនិងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបេសកកម្មណាមួយដែលស្នើដោយអង្គការសហប្រជាជាតិជាពិសេសក្នុងសកម្មភាពជំនួយមនុស្សធម៌និងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះគឺជាអ្វីដែលខាងកម្ពុជារបស់យើងបដិញ្ញាក៏ដូចជាកំពុងតែអនុវត្តទៅលើយុទ្ធសាស្ត្របែបនេះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrew នៅថ្ងៃទី6ខែសីហា2026បានបញ្ចេញមតិតបតនឹងរដ្ឋាភិបាលថៃដែលចោទលោក Tom Andrew ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃតែបើតាមការអ្នករាយការណ៍ពិសេសរូបនេះពីថ្ងៃមុននឹងចេញរបាយការណ៍លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធទៅនឹងចំនួនព្រំដែនកម្ពុជាថៃទៅរដ្ឋាភិបាលថៃដែរតែរដ្ឋាភិបាលថៃទីក្រុងបាងកកនឹងមិនបានឆ្លើយតបអ្វីទាំងអស់ហើយអ្វីបានជាភាគីថៃសម្ដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហេតុអីបើបានអ្នកនាំអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគឺបានផ្ញើសំណើឯកសារនឹងទៅឲ្យផ្ញើរបាយការណ៍នឹងពង្រៀងឯកសារជារបាយការណ៍នឹងទៅឲ្យរដ្ឋាភិបាលថៃប៉ុន្តែរដ្ឋាភិបាលថៃមិនឆ្លើយតប
ក្រសួងការបរទេសថៃនៅថ្ងៃទី1ខែសីហាឆ្នាំ2026បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជាថាមានភាពលំអៀងនិងមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃចំនួនព្រំដែនកម្ពុជាថៃប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោក Tom Andrew បាននិយាយអំឡុងពេលបញ្ចប់បេសកកម្មរបស់ខ្លួនដោយទាមទារភាគីថៃគោរពច្បាប់អន្តរជាតិអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាជាង 20,000 នាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាពនៅក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មតបទៅនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជាលោក Tom Andrew ក្រសួងការបរទេសថៃបានបញ្ជាក់ថារបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលហៅកាត់ថា អសប គួរតែឈរលើគោលការណ៍ឯករាជ្យមិនលំអៀងនិងមានការទៀងទាត់ព័ត៌មានពីគ្រប់ភាគីទាំងអស់ដោយភាពយុត្តិធម៌ក្នុងន័យនេះក្រសួងការបរទេសថៃបញ្ជាក់ថាការវិតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងចំនួនព្រំដែនកម្ពុជានិងថៃត្រូវតែមានតុល្យភាពនិងស្របទៅតាមអាណត្តិរបស់អ្នករាយការណ៍ពិសេសអានេះគឺថៃគេលើកឡើងបែបហ្នឹងណាឆ្លើយតបចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសដែលថាពលរដ្ឋកម្ពុជាជាង56នាក់56,000 នាក់បានភៀសសឹកនៅកំឡុងពេលសង្គ្រាមកាលពីចុងឆ្នាំកន្លងទៅក្រសួងការបរទេសថៃក៏បានថ្លែងថាពលរដ្ឋខ្មែរទាំងនោះបានរស់នៅក្នុងតំបន់របស់ប្រទេសថៃគ្រាដែលថៃបានផ្ដល់ជំរកបណ្ដោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ1970បើតាមសេចក្តីថ្លែងការណ៍ថៃបានចោទប្រកាន់ពលរដ្ឋកម្ពុជាទាំងនោះបានបន្តរស់នៅលើទឹកដីថៃដោយខុសច្បាប់និងឈ្លានពានប្រទេសថៃប្រតិកម្មភ្លាមៗរបស់ក្រសួងការបរទេសថៃគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Tom Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាដែលបានលើកឡើងទាក់ទងទៅនឹងចំនួនព្រំដែនខ្មែរថៃហ្នឹងគឺកម្ពុជាថៃពលក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជាកាលពីថ្ងៃទី31 ខែកក្កដាលោក Tom Andrew បានបញ្ជាក់ពីការចុះទៅអង្កេតផ្ទាល់នៅស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនក្រោយមានសង្គ្រាមរវាងកម្ពុជាថៃលោក Tom Andrew បានបញ្ជាក់ថាពលរដ្ឋកម្ពុជាជាង65,000 នាក់ត្រូវបង្ខំចិត្តភៀសខ្លួនហើយក្នុងនោះមានជាង 20,000 នាក់នៅមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននោះទេមិនអាចត្រឡប់វិញបានត្បិតទាហានថៃបានចូលទន្ទ្រានផ្ទះសម្បែងនិងភូមិឋានរបស់ពលរដ្ឋកម្ពុជាដោយខុសច្បាប់នឹងគេថា 20,000 នាក់ជាងនឹងគឺមិនមែនតិចទេណាបងប្អូនគាត់មិនអាចត្រឡប់ទៅផ្ទះបានគឺដោយសារតែថៃនឹងឯងគឺបានទន្ទ្រានយកផ្ទះសម្បែងរបស់ពួកគាត់បើតាមលោក Tom Andrew ជនភៀសសឹកកម្ពុជាមានសិទ្ធិត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនេះក៏ព្រោះថាកិច្ចព្រមព្រៀងបទឈប់បាញ់ការពីថ្ងៃទី27 ខែធ្នូ 2025 រវាងកម្ពុជាថៃបានចែងច្បាស់ថាប្រជាពលរដ្ឋស៊ីវិលត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះសម្បែងនិងអាចប្រកបរបរចិញ្ចឹមជីវិតឡើងវិញដោយគ្មានការរារាំងយ៉ាងណាមិញលោក Tom Andrew បានអះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងចំនួនព្រំដែនប្រទេសទាំងពីរគឺមានន័យថាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងគឺលោកបានត្រៀមខ្លួនយ៉ាងស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលទាំងពីរដើម្បីឲ្យប្រទេសទាំងពីរនឹងមានការគោរពសិទ្ធិមនុស្សបាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនដែលកំពុងតាមដានវីដេអូរបស់ខ្ញុំទទួលបាននៅព័ត៌មានថ្មីៗប្លែកៗបាទសូមអរគុណសូមជម្រាបលា